ណែអូនធ្វើលំហាត់នេះខុសហើយខុសហើយមែនចាំបងបញ្យល់ប្អូនលំហាត់នេះគេធ្វើបែបនេះអូនម៉ែមកវិញហើយ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 កូននៅផ្ទះមិនអីទេមែនទេកូនមិនអីទេកូនបានងូតទឹកឲ្យប្អូនហើយឲ្យញ៉ាំបាយរួចហើយម៉ែនឹងបានឲ្យអ្នកទាំងពីរនឹងរៀនទៀតណោះម៉ែកូនបានបង្រៀនអូនឲ្យធ្វើលំហាត់ណាខុសកូនបានបញ្យល់ឲ្យគេធ្វើឡើងវិញល្អណាស់កូនពេលម៉ែមិននៅបានកូនចេះជួយគ្នាទៅវិញទៅមកម៉ែក៏មិនសូវបារម្ភដែរអូយមេឃភ្លៀងដំបូលផ្ទះលេចហើយបងស្រីអូនទាំងពីរកេងខាត់មកខាងនេះបន្តិចមកចាំបងមកផ្លែតពួកអូនកេងបន្តទៀតចុះណាបងស្រីកេងផ្ទាល់អញ្ចឹងបងរងាទេអត់ទេអូនទាំងពីរកេងទៅកុំនិយាយលឺពេកនាំឲ្យម៉ែភ្ញាក់បងស្រីបងចូលទៅគេងជាមួយម៉ែទៅបងគេងអញ្ចឹងអត់ទេបងគេងអញ្ចឹងមានតែស្អីទៅម៉ែមានតែកន្ទេលតូចមួយគាត់សម្រាប់តែម្នាក់ឯងចង្អៀតពេកណាស់ទៅហើយកុំតែរំខានម៉ែនាំឲ្យម៉ែភ្ញាក់អត់ងងុយពួកអូនកេងទៅណាបងឡើងមកលើគេងជាមួយពួកខ្ញុំទៅពួកខ្ញុំសុកចិត្តគេងត្រូវហើយចង្អៀតបន្តិចមិនអីទេបងស្រីឆាប់ឡើងមកគេងនៅលើមកបើបងមិនមកទេពួកប្អូនមិនសុកចិត្តគេងទេបានម៉ែក្នុងខ្លួនម៉ែយ៉ាងម៉េចហើយម៉ែម៉ែមិនអីទេកូនជួយលើកម៉ែអង្គុយបន្តិចមកម៉ែប្រយ័ត្នបន្តិចម៉ែថ្ងៃនេះកូនទាំង3បានមកជួបជុំគ្នាអស់ហើយម៉ែចង់និយាយពីរឿងដីផ្ទះសម្បែងបន្តិចម៉ែគិតថាដី60ម៉ែត្រការ៉េនៅជាប់ផ្លូវម៉ែចង់ចែកឲ្យកូនប្រុសពៅសម្រាប់បើកកន្លែងជួសជុលម៉ូតូចំណែកដីផ្ទះ100ម៉ែត្រការ៉េនេះម៉ែចែកឲ្យកូនប្រុសច្បងអ៊ំមិនស្គាល់ក្មួយប្រុសថាជាអ្នកណាទេហើយណាមួយអ៊ំពេញចិត្តនឹងអ្នកដែលបានបំពេញការងារកាត់ស្មៅនេះរួចហើយអ៊ំមិនគិតថាចង់បានអ្នកថ្មីមកធ្វើការងារនេះជំនួសគេម្នាក់នេះឡើយចាអូណែក្មួយប្រុសយ៉ាងម៉េចហើយនឹងអាឡូក្មួយអាឡូអូខ្ញុំមិនអីទេសូមទោសអ៊ំស្រីផងមិញនេះខ្ញុំមានបញ្ហាបន្តិចបន្តួចជាមួយនឹងទូរស័ព្ទដែលខ្ញុំកំពុងខលនេះតែថាអ៊ំស្ដាប់ខ្ញុំសិនខ្ញុំជាមនុស្សឧស្សាហ៍ព្យាយាមនិងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារណាស់ក្រៅពីការងារកាត់ស្មៅខ្ញុំនឹងជួយរៀបចំថ្មផ្លូវដើរហើយក៏អាចជួយបោកកៅអៅជូនអ៊ំដែរមើលទៅក្មេងប្រុសនេះកំពុងបញ្ចុះបញ្ចូលឲ្យយកគេធ្វើការនេះឲ្យបានហើយបើខ្ញុំវិញកាលអាយុប៉ុណ្ណេះនៅដើរលេងបាល់ជាមួយក្មេងៗឲ្យទៀតនៅឡើយទេសូមអ៊ំជួលខ្ញុំជំនួសវិញទៅរាល់ព្រឹកខ្ញុំធានាថាអ៊ំនឹងមានសួនច្បារដែលគ្មានស្មៅដុះក្រាស់និងស្រស់ស្អាតជាងគេក្នុងក្រុងនេះនិយាយត្រង់ទៅក្មេងនេះគេហ៊ានយកថ្លៃតែពាក់កណ្ដាលជាមួយនឹងលក្ខខណ្ឌការងារដ៏ល្អម្ចាស់ផ្ទះនោះគួរតែពិចារណាជួលគេធ្វើការជំនួសអ្នកចាស់នោះហើយអ៊ំបានប្រាប់ក្មួយតាំងពីដំបូងមកហើយថាអ៊ំពេញចិត្តខ្លាំងណាស់ចំពោះការងារដែលអ្នកកាត់ស្មៅអ៊ំបាននិងកំពុងប្រើនេះទោះក្មួយឲ្យលក្ខខណ្ឌល្អជាងក៏អ៊ំមិនបដូរអ្នកចាស់ហើយយកក្មួយមកធ្វើការជំនួសវិញដែរណាស់ហើយចោះអ៊ំអរគុណក្មួយប្រុសដែលបានខលមកតែចម្លើយអ៊ំនៅតែទេដដែលនឹងខ្ញុំសូមទោសអ៊ំផងដែលខករំខានអ៊ំបែបនេះខ្ញុំសង្ឃឹមថាអ៊ំនឹងរីករាយជាមួយក្រុមគ្រួសារចំពោះសួនច្បារដ៏ស្រស់ស្អាតនោះអរគុណនិងសូមសំណាងល្អណាស់អ៊ំពិតជាសប្បាយចិត្តខ្លាំងណាស់យេទេក្មេងនេះកាន់តែមើលយូរទៅកាន់តែចម្លែកណាស់ត្រូវបានគេបដិសេធការងារយ៉ាងនេះហើយនៅតែសប្បាយចិត្តហើយលើកទឹកចិត្តខ្លួនឯង